នៅសុកគេឃើញសុកសេឡាលីនមិនសូវបង្ហាញមុខម្ចាស់ស្នេហ៍ដូចមុនបែរជាមកស្និទ្ធនឹងពោះម៉ាយសង្ហាម្នាក់នេះវិញបើគិតមកដល់ពេលនេះរយៈពេលប្រមាណជាង1ឆ្នាំមកហើយដែលតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហងមាសបានបង្ហាញមុខគូស្នេហ៍ជាសាធារណៈគឺជាលោកប៉ូលីសរូបសង្ហាម្នាក់បើគិតចាប់តាំងពីអំឡុងចុងឆ្នាំ2023កន្លងទៅបន្ទាប់ពីបើកចំណងស្នេហ៍ភ្លាមអ្នកគាំទ្រក៏តែងតែឃើញគូស្នេហ៍រូបសង្ហារបស់កញ្ញាសុកសេឡាលីនបណ្ដាលនាងទៅណាមកណាជុំគ្នាមិនដែលដាច់ជាពិសេសនោះរាល់ពេលជួបជុំក្រុមគ្រួសារខាងស្រីម្ដងគឺមិនដែលបាត់វត្តមានខាងប្រុសនោះទេយ៉ាងណាមិញស្រាប់តែប៉ុន្មានខែចុងក្រោយក្នុងឆ្នាំ2025នេះអ្នកគាំទ្រនិយមតាមដានជីវិតឯកជនរបស់កញ្ញាសុកសេឡាលីនមិនសូវបានឃើញវត្តមានរបស់កញ្ញាសុកសេឡាលីននិងគូស្នេហ៍ថតរូបជាគូទៀតនោះឡើយពោលគឺទាំងការបង្ហោះរូបភាពលើបណ្ដាញសង្គមនានាជាដើមស្របគ្នានេះទៀតអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍អ្នកលេង TikTok ភាគច្រើនបែរជាបានឃើញរូបភាពជាគូវាងកញ្ញាសុកសេឡាលីននិងប៉ាពោះម៉ាយដែលគេស្គាល់ឈ្មោះថា Sofanhood ជិតស្និទ្ធគ្នាទៅវិញរហូតមានអ្នកលើកឡើងថាអ្នកទាំងពីរអាចនឹងមានទំនាក់ទំនងពិសេសអ្វីមួយទៀតផងយ៉ាងណាក៏ដោយក៏មានអ្នកស្គាល់គ្នានឹងកញ្ញាសុកសេឡាលីននិងលោក Sofanhood បានចេញមកបញ្ជាក់ថាអ្នកទាំងពីរគ្រាន់តែជាមិត្តនឹងគ្នាប៉ុណ្ណោះបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតសូមអរគុណសូមជម្រាបលា